អ្នកណាគេខ្លាំងធ្លាប់ញ៉ាំមីអ៊ីហុងបើបានឃើញវីដេអូនេះហើយចូលខមមិនម្នាក់មួយមកកន្លែងមីអ៊ីហុងនេះគាត់លក់មកច្រើនឆ្នាំហើយក៏ល្បីខ្លាំងដែរអ៊ីហុងគាត់លក់ស៊ុបមីនេះតាំងពីមួយចាន2-300ខ្មែរនៅសាលាបឋមហើយហ៎អ្នកដែលរៀននៅសាលាវត្តក៏ហើយច្បាស់ជាស្គាល់អ៊ីហុងហើយអ៊ីក៏គាត់បានផ្លាស់ប្ដូរមកលក់នៅវត្តបឋមយូរដែរហើយទោះបីជាអ៊ីគាត់លក់30ឆ្នាំមែនប៉ុន្តែទឹកដីរបស់គាត់គឺអត់មានប្រែប្រួលទៅណាតែគឺនៅឆ្ងាញ់ដដែលហ្មងជាពិសេសហ្នឹងស៊ុបមីរបស់គាត់បើបានមកហើយកុំភ្លេចថែមជាមួយនឹងជើងមាន់ព្រោះថាជើងមាន់គាត់នេះគឺជើងមាន់ខ្មែរយើងបើនិយាយពីទឹកស៊ុបគឺអត់មានតលន់អីទេរសជាតិឆ្ងាញ់សាហាវហ្មងជាពិសេសមានប្រហិតមានឈាមមានពេកួកមានអីនៅក្នុងនឹងទាំងអស់ហើយបើសិនជាចង់ញ៉ាំឆ្ងាញ់ណាគ្រាន់តែលេបទឹកជ្រលក់តាមអេដមីននឹងទៅគឺជាតិយកទៅណាំអស់តែម្ដងអូអេដមីនភ្លេចប្រាប់ពេលមកញ៉ាំអីកន្លែងគាត់កុំភ្លេចទិញកតាជូតមាត់មកផងបើថាអត់បានទិញទេកន្លែងគាត់ក៏មានលក់ដែរស្ដាប់មើលទៅដូចចម្លែកថាទៅញ៉ាំអីហើយត្រូវទិញកតាជូតមាត់ទៀតប៉ុន្តែកន្លែងគាត់នឹងគឺធ្វើបែបហ្នឹងមកច្រើនឆ្នាំហើយបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំមីស៊ុបអ៊ីហុងអីរំលឹកអតីតកាលអីអាចមកហៅកន្លែងគាត់បានកន្លែងគាត់មិនមែនមានមីតែមួយមុខទេសូម្បីតែកាទៀវហ្វឺនុយអីក៏មានដែរបើថាមួយចាស់អីមិនបាច់ខ្ញុំណែនាំច្រើនទេច្បាស់ជាបានស្គាល់ពីរសជាតិកន្លែងអ៊ីអីប៉ុន្តែមួយថ្មីបើអត់តាន់បានសាកទេគួរតែបើសាកគាត់ឲ្យបានម្ដងទីតាំងរបស់គាត់គឺនៅជិតវត្តបឋមនឹងឯងប៉ុន្តែមិនបាច់ភ័យទេចាំអេដមីនណាដាក់ map ឲ្យកាន់តែច្បាស់ទៀតអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា